លោកស្រីនៅណារិនគាត់គឺជាអ្នកចម្រៀងដ៏ក្របំផុតនៅសម័យយុគនេះបើយើងនិយាយអំពីសិល្បករនីផ្នែកចម្រៀងកាលពីសម័យយុគមាសមហាជនប្រកាសចំណាប់ទៅដល់លោកស្រីហ៊ុយមាសលោកស្រីរស់សេរីសធាលោកស្រីប៉ែនរ៉នលោកស្រីម៉ៅសារ៉េតលោកស្រីសូសវឿននិងអ្នកចម្រៀងល្បីៗមួយចំនួនទៀតក៏ប៉ុន្តែចំពោះលោកស្រីនៅណារិនវិញគឺមានមហាជនតិចតួចដែលបានស្គាល់គាត់ជាពិសេសចម្រៀងមួយចំនួនរបស់គាត់គឺល្បីខ្លាំងមែនទែនប៉ុន្តែមហាជនបច្ចុប្បន្ននេះបែរទៅជាយល់ច្រឡំថាបទទាំងអស់នោះគឺជាបទរបស់អ្នកចម្រៀងផ្សេងទៅវិញចឹងនៅក្នុងវីដេអូមួយនេះខ្ញុំចង់នាំអារម្មណ៍ប្រិយមិត្តទាំងអស់គ្នាមកស្គាល់លោកស្រីនៅណារិនចង់ដឹងថាតើលោកស្រីនៅណារិនគាត់មានប្រវត្តិបែបណាហើយបានបន្សល់ទុកនៅមរតកស្នាដៃអ្វីខ្លះសូមប្រិយមិត្តអ្នកស្ដាប់តាមដានវីដេអូមួយនេះដូចតទៅលោកស្រីនៅណារិនគាត់គឺជាអ្នកចម្រៀងទសវត្សរ៍60និង70ជាម្ចាស់បទអោសថសារិកាបទគេងមកបងបទបាក់ខ្ញុំប្រាប់ថាស្រឡាញ់បទកំឡោះផ្ទះរួមនិងបទពីរោះល្បីមួយចំនួនទៀតហើយបទភាគច្រើនគឺបានបាត់នៅក្នុងសម័យសង្គ្រាមតែតើទៅនឹងប្រវត្តិលម្អិតរបស់លោកស្រីគឺយើងទទួលបានតិចតួចបំផុតយើងគ្រាន់តែដឹងថាលោកស្រីនៅណារិនគាត់គឺជាអ្នកចម្រៀងមួយរូបដែលមានជីវភាពក្រីក្រជាងគេហើយបើយើងនិយាយអំពីរូបរាងរបស់គាត់វិញគឺលោកស្រីនៅណារិនគាត់មានរូបសម្រស់ស្រស់ស្អាតខ្ពស់ស្រឡះមុខញញឹមនិងជាមនុស្សរួសរាយរាក់ទាក់លោកស្រីនៅណារិនគាត់រស់នៅក្នុងផ្ទះខ្ទមតូចមួយនៅម្ដុំឃ្លាំងរំសេវជាមួយស្វាមីម្ដាយចាស់ហើយនឹងគាត់មានកូនរហូតដល់ជិត10នាក់នោះនៅដើមទសវត្សរ៍60លោកស្រីនៅណារិនគាត់បានចូលច្រៀងនៅក្នុងវងតន្ត្រីរាជតម្រុតភិរមហើយក៏បានចេញផ្សាយនៅបទចម្រៀងរាប់សិបបទតាមរយៈវិទ្យុជាតិក៏ដូចជាប៉ុស្តិ៍ទូរទស្សន៍ហើយលោកស្រីក៏បានថតបទចម្រៀងដាក់ថាសនៅលើទីផ្សារផងដែរបទចម្រៀងល្បីៗដែលទទួលបានការគាំទ្រពីសំណាក់មហាជនអ្នកគាំទ្រមានដូចជាបទអោសថសារិកាបទគេងមកបងដែលមហាជនយើងបច្ចុប្បន្ននេះមួយចំនួនតែងតែហៅបទប្រុសគេងទៅមានបទកំឡោះផ្ទះរួមនិងបទស្រណោះខ្ទុំស្រែជាដើមប្រគេងទៅគេងលើផ្លូវបើទោះបីជាបទចម្រៀងរបស់លោកស្រីនៅណារិនភាគច្រើនទទួលបានការគាំទ្រពីសំណាក់មហាជនយ៉ាងណាក៏ដោយជីវភាពរបស់លោកស្រីនៅណារិនគឺនៅតែមានកម្រិតដដែលហើយចំពោះមូលហេតុឯនោះវិញគឺដោយសារតែលោកស្រីគាត់បាត់មុខពីការងារសិល្បៈជាប្រចាំព្រោះគាត់តែងតែមានផ្ទៃពោះជាញឹកញាប់ចឹងទៅបាទហើយបើតាមការស្រាវជ្រាវបានបង្ហាញឲ្យដឹងទៀតថាក្នុងរយៈពេល1ឆ្នាំលោកស្រីនៅណារិនគាត់មានពេលតិចតួចបំផុតសម្រាប់ការងារសិល្បៈហើយមួយវិញទៀតគាត់ក៏បានផ្លាស់ប្ដូរពីការច្រៀងនៅក្នុងវងតន្ត្រីរាជតម្រួតភិរមក៏មកច្រៀងនៅក្នុងក្រុមតន្ត្រីយោធាភិរមបានន័យថាគាត់ផ្លាស់ប្ដូរពីវងមួយទៅវងមួយវាជាហេតុដែលធ្វើឲ្យផលិតករពិបាកក្នុងការឡង់សេលលោកស្រីឲ្យលោកស្រីមានភាពល្បីល្បាញនិងទទួលបានប្រាក់ចំណូលច្រើនដូចអ្នកចម្រៀងដទៃនៅក្នុងរបបខ្មែរក្រហមយើងមិនអាចស្រាវជ្រាវដឹងថាតើលោកស្រីនៅណារិនគាត់បានជំលះទៅរស់នៅទីណានោះទេតែយើងបានដឹងថាក្រោយរបបខ្មែរក្រហមបានដួលរលំលោកស្រីនៅណារិនគឺគាត់នៅរស់រានមានជីវិតជាមួយនឹងកូនប្រុសម្នាក់ចំណែកឯស្វាមីម្ដាយនិងកូនគាត់ជាច្រើនអ្នកទៀតត្រូវបានស្លាប់នៅក្នុងរបបខ្មែរក្រហមហ្នឹងហើយភាគច្រើនគឺស្លាប់ដោយសារតែការអត់អាហារនៅអំឡុងទសវត្សរ៍80លោកស្រីនៅណារិនគាត់បានមករស់នៅទីក្រុងភ្នំពេញហើយគាត់ធ្លាប់បានចេញផ្សាយសម្លេងនៅតាមវិទ្យុជាតិបានមួយរយៈខ្លីផងដែរក្រោយមកក៏បាត់ដំណឹងលោកស្រីតាមការបញ្ជាក់ពីសំណាក់សាក្សីបានឲ្យដឹងថានៅអំឡុងចុងទសវត្សរ៍80គេបានឃើញលោកស្រីនៅណារិនរស់នៅជាមួយបុរសម្នាក់ទំនងជាស្វាមីក្រោយរបស់គាត់គឺនៅម្ដុំផ្សារស៊ីលឹបហើយលោកស្រីគឺគាត់កាលនោះគឺប្រកបរបរលក់បន្លែតាមផ្សាររហូតដល់ដើមទសវត្សរ៍90ឮថាលោកស្រីនៅណារិនហ្នឹងគាត់មានជំងឺដុំពោះហើយអ្នកជិតខាងដែលរស់នៅក្បែរលោកស្រីហ្នឹងគឺគេមិនបានដឹងថាលោកស្រីមានជំងឺដុំពោះទេគឺគេគិតថាលោកស្រីប្រហែលជាមានផ្ទៃពោះព្រោះតែលោកស្រីគាត់មានស្វាមីក្រោយអញ្ចឹងទៅសាក្សីបានបន្ថែមទៀតថាពេលនោះលោកស្រីនៅណារិនគាត់ហាក់មានសភាពទ្រុឌទ្រោមជាខ្លាំងហើយលោកស្រីតែងត្រូវបានអ្នកជិតខាងហ្នឹងគាត់ជួយយកអាសាហើយអ្នកខ្លះដែលធ្លាប់ស្គាល់លោកស្រីថាលោកស្រីគឺជាអ្នកចម្រៀងអីចឹងទៅពួកគាត់តែងតែជូនលុយលោកស្រីនៅណារិននៅពេលដែលឃើញលោកស្រីនឹងគាត់ដើរកាត់មុខផ្ទះ
ឬមួយដើរតាមផ្សារអីចឹងទៅក្រោយមកទៀតដោយសារតែសភាពជំងឺរបស់លោកស្រីនៅណារិននឹងកាន់តែវិវត្តធ្ងន់ធ្ងរពេលនោះដែរលោកស្រីក៏ត្រូវបានគេបញ្ជូនមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យរុស្ស៊ីតែដោយសារតែសភាពជំងឺធ្ងន់ធ្ងរពេកគ្រូពេទ្យគឺមិនអាចសង្គ្រោះបានទេហើយទីបំផុតលោកស្រីនៅណារិនគាត់ក៏បានទទួលមរណភាពនៅក្នុងមន្ទីរពេទ្យរុស្ស៊ីនោះទៅតាមរយៈលោកវ៉ែនថនបានឲ្យដឹងដែរថាសពរបស់លោកស្រីនៅណារិនត្រូវបានយកមកបូជាដោយគ្មានសាច់ញាតិណាម្នាក់ក្រៅពីកូនប្រុសរបស់លោកស្រីនោះទេហើយសពថ្ងៃនេះកូនប្រុសតែម្នាក់របស់គាត់នោះក៏បានទទួលមរណភាពផងដែរក៏ប៉ុន្តែគាត់បានបន្សល់ទុកនៅកូនស្រីម្នាក់ដែលត្រូវជាចៅរបស់លោកស្រីនៅណារិនហ្នឹងតែបច្ចុប្បន្ននេះក្មេងស្រីម្នាក់នោះគាត់ក៏បានបាត់ដំណឹងដែរព្រោះថានៅពេលដែលឪពុករបស់គាត់បានទទួលមរណភាពទៅគឺគាត់ត្រូវបានគេយកទៅចិញ្ចឹមជាបន្តបន្ទាប់ចឹងទៅក៏ប៉ុន្តែគាត់នៅមាននៅសល់រូបថតមួយស្លឹកបាទរូបថតមួយនោះគឺគាត់ថតជាមួយនឹងឪពុករបស់គាត់ម្ដាយរបស់គាត់ឪពុកនឹងត្រូវជាកូនរបស់លោកស្រីនៅណារិនហើយនឹងរូបក្មេងស្រីនឹងអញ្ចឹងវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងដែរជាចុងក្រោយខ្ញុំសូមឧទ្ទិសបុណ្យកុសលជូនចំពោះដួងវិញ្ញាណក្ខន្ធរបស់លោកស្រីនៅណារិននិងក្រុមគ្រួសារសូមដួងវិញ្ញាណក្ខន្ធសូមបានទៅកាន់ទីឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយអរគុណប្រិយមិត្តដែលបានតាមដានវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់ជួបគ្នានៅវីដេអូក្រោយខ្ញុំបាទខ្ញុំចំណិតសូមអរគុណសូមជម្រាបលាចេកអាំងសូមអាំងមានរសជាតិឈ្ងុយឆ្ងាញ់អនាម័យល្អនិងមានតម្លៃសមរម្យកុំភ្លេចចេកអាំងខ្ទិះដូងនិងសូមអាំងខ្ទិះដែលមានទីតាំងនៅលើផ្លូវ2011ម្ដុំផ្សារជុកមាសទូមុខសាលាវិធីជាប់ហាង Cafe Corner ចេកអាំងខ្ទិះដូងនិងសូមអាំងខ្ទិះគឺមានលក់ចាប់ពីម៉ោង 7 ព្រឹករហូតដល់ម៉ោង 5 ល្ងាចនិងមានទទួលរៀបចំនៅក្នុងកម្មវិធីមង្គលការជប់លៀងផ្សេងៗនៅទូទាំងរាជធានីខេត្តបងប្អូនអាចធ្វើការកក់ឬក៏មកបានតាមរយៈលេខទូរស័ព្ទនិង Telegram 086 553 366ឬអាចទំនាក់ទំនងមកកាន់ Page ខាងលើនេះបាន